បាទសួស្តីពុកម៉ែបងប្អូនដែលបានជាប់ iCloud បាទជាប់ iCloud នៅក្នុង mail នេះបាទអញ្ចឹងដើម្បីដោះ iCloud នេះ iCloud mail ហ្នឹងគេ iCloud mail ហើយយើងបានបង្កើតលើ mail អញ្ចឹងណានេះនឹងផ្ញើមកពីណាលេខផ្លេចអញ្ចឹងណានេះអញ្ចឹងដើម្បីដោះ iCloud mail ហ្នឹងបានគឺនេះជាតាម Gmail Cloud នេះដើម្បីព្រោះនេះជាប់ iCloud ហ្នឹងដោះបានចូលតាម setting មកបាទបន្ទាប់មកពុកម៉ែបងប្អូនអូសមកក្រោមផុតនេះ app នេះតោះមកពុកម៉ែបងប្អូន search រកពាក្យ mail មកបាទអញ្ចឹងទៅសេមក mail តបមកពុកម៉ែបងប្អូនចុចលើ mail account នេះបាទអញ្ចឹងដល់ពេលមកដល់កន្លែងនេះពុកម៉ែបងប្អូនចុចលើ mail នេះមកបាទអញ្ចឹងអត់មានអីពិបាកទេចុចលើ mail ហ្នឹងហើយពុកម៉ែបងប្អូនគ្រាន់តែ delete account បាទdelete account អញ្ចឹងមកបាទអញ្ចឹងគឺរួចរាល់ហើយអញ្ចឹងយើងឡើងមានបញ្ហាជាប់ហ្នឹងឯនេះអញ្ចឹងយើងនេះខ្ញុំមើលតាមខ្ញុំទៀតមកនេះវាជាប់បែបនេះបាទអញ្ចឹងវាជាប់បែបហ្នឹងពុកម៉ែបងប្អូនចុចតាមខ្ញុំមកនេះចុចស្អាខាងលើយើងហ្នឹងបាទតោះវាចុចខាងលើហ្នឹងចុចsign in and security នេះមកបាទតបមកពុកម៉ែបងប្អូននឹងឃើញនៅ iCloud នេះ Gmail ហ្នឹងគឺយើងអត់ចាំអាហ្នឹងហៅ email iCloud ចឹងយើងអាចដោះចេញឲ្យមកកុំឲ្យមានបញ្ហាថ្ងៃក្រោយឬក៏ដូរនេះគេអត់ឲ្យយើងដោះទេគេឲ្យយើងដូរតែម្ដងចឹងចុច change ឲ្យដាក់ email ដែលអ្នកគ្នាទៅបង្កើតឲ្យចងចាំចឹងណាបាទចឹងដាក់មកឬក៏ដូចជា Apple ID យើងមកដែលយើងចងចាំចឹងយើងដូរដាក់ឲ្យដូចមកគឺបានហើយបាទដាក់ password ដាក់អីទៅគឺបានរួចរាល់ហើយយើងអត់មានបញ្ហាទេអាសានេះខ្ញុំដាក់របស់ខ្ញុំទៅចឹងវាបានជោគជ័យអញ្ចឹងអត់មានត្រូវការប្រើអីទាំងអស់ពេលថ្ងៃក្រោយទៅយើងជាប់ iCloud ទៅយើងដឹង email ថារបស់យើងលេខកូដប៉ុន្មាន password ប៉ុន្មានអញ្ចឹងណានេះបញ្ហានេះបើសិនយើងទិញគេមកមានជាប់អញ្ចឹងអ្នកអាច check មើលឡើងនឹងបានហើយធ្វើការលុបឬក៏ remove ឆេងរបស់យើងវិញម្ដងបាទសូមអរគុណណា